ok lo được nghe ngày nào nay cứ nhưng mà cái làm hạt muối cứ chia làm hạt bọc hay rượu môn tế cứ trên mặt kỳ mỹ bàn tay vì chi sắm lô bài ông lề ok lấy dương sắm lô thứ tha cho rô đồng nọ sai này sắm lô hàng còng chẳng chấm lô chấm với sắm lô thì muối cái số tha cao dương kiện ni cầm hạt bay hà ở dương bay ha này này cầm hạt ít từ nhóm này mà cái bên này ok là sắm lô sẵn đi giờ lòng ok được rồi là nhân trong lộc xanh và đen như thế thề lấy dương đại trong lại rồi trong lại tìm mình mới dương đại trong lại thế trong lại kèm trắng tìm mùi giờ canai cao dương cái nia cầm hấp ph canai tại dương score cầm hấp dương thì nhóm cho dương đã tam rồi muốn trôi tầm mong giờ cái xa bẹn ấy mê thá cái nia này cầm hấp ph kề dốt lấy dương đã bán nhầm xong xe khai bán này rồi co này bán này lấy nhầm lấy mấy cái nia bán thì mùi dương từ tam ba tam rồi bốn thì dữ ok dân đã nói là thả 8 tao cái 8 được một tao được một ok tao được muốn suy cái này dân bay ha đó bay hát smile kì mình smile mới đó logarit này cầm hạp cái cầm hạp ha bấy ha bấy ở bộ ok cho như đạo đó như đạo đói ok đòi quá được câu video của bạn em tại nhưng sẽ mấy cái đã đói đòi cái gì vậy đói cầm hạp ha bay ở bốn nè ក្នុងប្រធានគេបានប្រាប់ហើយត្រង់ប្រាប់ថាប៉ុន្មានស្មើជាមួយនឹង0.030ឬក៏អាចបានថា0.03ប៉ុន្តែតំនេះគឺយើងចង់សេទៅជាស្វ័យគុណយើងបានមិនបាន3គុណនឹង10ស្វ័យគុណដល់2អូខេអញ្ចឹងយើងបានអញ្ចឹងយើងបានđâyខ្ញុំសូមនេះដាក់ we get ខ្មែរបានលេខបាននេះយើងទទួលបានពាក្យហ្នឹងហេទទួលបានគេគ្នានឹងបានបញ្ហារបស់យើងស្មើគេយើងលេខចូលមកហាក់មកដល់ logarit នៃគេគ្នានៃកំហាប់ក៏បីបោកប៉ុន្តែយើងជួសដោយលេខដើម្បីយើងគណនាលេខឃើញ 2k នេះយើងស្មើតពីក្រោមស្មើមកនេះយើងដក2នេះយើងបញ្ចេញមកបាន2ដកបូកដោយសារ logarit នៃផលគុណស្មើនឹង logarit នៃផលបូកk យើងស្មើគេយ៉ាងនេះយើងបានចាយើងបាន2បូក1គេយើងបូក1នឹង logarit នៃគេនេះយើងកំហាប់គេនេះពោ3ដល់ប៉ុន្តែនៅក្នុងប្រធានដែលបានប្រាប់ឲ្យថា logarit កូ3ស្មើនឹង0.4អញ្ចឹងយើងដាក់មកគេសេបានថា2អអូខេ sorry តែនេះគឺដកឯងយើងដោយសារយើងគុណសញ្ញាដកចូលអូខេតែគឺដកបានយើងនេះគឺដកអូខេដក0.4យើងទូទៅមកបានអីគេអានេះយើងដកមកបាននេះបាន2 1 10 10 14 16យើងបាន1.6អូខេអញ្ចឹងយើងដាក់ដូចនេះមកតែថាដាក់សេចក្ដីក៏បានខ្មែរក៏បានដាក់ THERE therefore មានថាដូច្នេះបញ្ហារបស់យើងប្រហែលនេះយើងស្មើ1.6អូខេហើយសំពុះហុំតិចឲ្យវាស្អាតអូខេមួយដាច់អូខេអូខេយើងអូខេឥឡូវចាប់សំណួរទី1ឥឡូវយើងចូលដល់សំណួរទី2គេថាគេមាន pH នៃ solution ហ្នឹងគឺ4.6 4.5ប៉ុន្តែយើងកត់ឡើងទៅយើងកត់ឡើងទៅជា4.6គេថាតើគេថាតើកំហាប់យើងអ៊ីធូញ៉ូមហ្នឹងស្មើប្រមាណអូខេឥឡូវយើងដោយប្រាប់ pH អញ្ចឹងបើថាវាច្រាស់ពីនេះវិញអញ្ចឹងយើងដាក់ដូចមុនថែមមកយើងឥឡូវយើងសេចេះយើងដាក់ថា find the អើយបើ
cái không sorry nhiều đây những bộ mà này anh ấy kia cho một tí như vậy lần xem nó đã phán 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 the កំហាប់ហាស់3គេនេះហាស់3អបបត្រត់ប៉ុន្តែយើងមានគេគ្នាយើងមានយើងសេហាមកដាក់មកយើងមាន we have យើងមានគេគ្នាយើងមាន pH ដែលគេប្រាប់ត្រត់អូខេតោះនេះយើងចេញប្រាប់ pH ថាស្មើប៉ុន្មាន pH ស្មើ4.5 4.597ប៉ុន្តែខ្ញុំប្រកួតឡើងស្មើនឹង4.6តែមកដល់គ្នាយើងស្រួលគេនេះលេខ 4.6K អញ្ចឹងដើម្បីរកកំហាប់H3 បូកបានយើងត្រូវធ្វើម៉េចនេះយើងមិនត្រូវតាមប្រើតាមរមុនត្រត់យើងយើងប្រើតាមរមុនអូខេនេះយើងដាក់មក for ប្រើតាមរមុន pH របស់យើងនេះអាម៉ាញនេះយើងស្មើជាមួយដលោកនៃកំហាប់ណា3 O បូកអូខេឥឡូវកុំឡំយើងចង់រកគេចង់រកកំហាប់នេះត្រត់អូខេឥឡូវយើងទាញមកនេះយើងទាញមកហើយទាញបានតែចេះយើងឲ្យមានថាឬក៏សេវាថាចេះឬក៏កំហាប់ណា3 O បូកនេះស្មើគេគឺយើងវាស្មើជាមួយនឹងស្មើជាមួយនឹង10អឺ10 pH អូខេត្រត់ហ្នឹងឥឡូវយើងមានត្រត់យើងមាន pH ស្មើប៉ុន្មានតែយើងមិនស្មើ4.1ត្រត់អញ្ចឹងយើងដាក់មកយើងដាក់ស្មើជាមួយគេគឺយើងស្មើជាមួយនឹង10ស្វ័យគុណនេះអូខេយើងស្វ័យគុណដល់4.6មានថាយើងយកកន្លែង pH ហ្នឹងដាក់ចូលនេះមកដូចអត់បានទេប៉ុន្តែជាទូទៅនៅក្នុងការគណនាលេខយើងអាចគណនាជាផលគុណដកបានបានទេអញ្ចឹងយើងត្រូវបំបត្តិនេះមានថា4.6យើងអាចសរសេរតឡើងស្វ័យគុណបានទៅ5ដើម្បីងាយស្រួលអញ្ចឹងស្មើគេយើងពីស្វ័យមួយនឹងស្វ័យគុណអូខេ10ស្វ័យគុណ5អូខេគុណនឹងប៉ុន្មានគុណនឹងប៉ុន្មានដើម្បីឲ្យចេញ4.6ដល់4.6វិញយើងមិនត្រូវគុណជាមួយនឹង10 10ស្វ័យគុណអនេះដក5គុណមួយគុណសុំឲ្យយើង0.4ត្រូវតែត្រត់អញ្ចឹងខ្ញុំសុំគេនេះលេខនេះយើងមានតែចែកចែកមេថាហ្នឹងខ្ញុំចំណាំតិចមកមេថាចែកមេថាដក4.6នេះយើងអាចសរសេរដំឡើងទៅវាទៅជាគេទៅជាដក5បូកជាមួយនឹង0.4អូខេត្រូវអត់នាងដល់ពេលយើងដកមកស្មើដល់វិញវាថាតម្លៃដក4 0.4នេះយើងអាចគេនេះលេខបានទេត្រត់ប៉ុន្តែតម្លៃដែលគេនេះបានគឺគេគឺនេះ0.4នេះយើងអាចធ្វើបានវិធី transfer គុណឬក៏យើងពេលឬយើងពេលឬក៏យើងទៅអូខេឥឡូវខ្ញុំសុំលុបអានឹងវិញនឹងអានេះជាការបញ្ជាក់ទេយើងអូខេឥឡូវខ្ញុំសូមធ្វើតស្មើគេនេះយើងដែល10សេគុណ0.4ហ្នឹងយើងអាចគេនេះបានឬក៏ចំពោះលំហាត់គឺគេឲ្យទេស្មើបាននេះយើងស្មើនឹង4ត្រត់ឬក៏អាចថា2ហ្នឹងអូខេ2ឬក៏ស្មើ2ឬក៏យើងដាក់ថា2គុណនឹង10ស្មើគុណដល់5 m អូខេអញ្ចឹងនេះគឺជាកំហាប់គេគឺជាកំហាប់របស់អាស៊ីតអ៊ីយ៉ុងអ៊ីដ្រូញ៉ូអូខេអញ្ចឹងយើងដាក់មកដាក់ដូចនេះមកដូចនេះដោយសារខ្ញុំមកបានគេនេះលេខត្រឹមត្រូវវាអញ្ចឹងវាខុសពីtôiចាំមើលតាមទៀតខ្ញុំមើលឲ្យតាមទៀតដោយសារតែខ្ញុំនេះដែរមិនច្រឡំអូខេប៉ុន្តែធម្មតាលំហាត់ទាំងអញ្ចឹងគឺគេឲ្យទេកំ plei សំខាន់ថាយើងត្រូវដឹងថាយើងត្រូវដើរផ្លូវណាដើម្បីឈានទៅដល់រកកំហាប់មួយហ្នឹងអូខេឥឡូវសូមដាក់មួយសិនអូខេ
thế ta chọc lấy chọc some thì mang này chọc some thì này hơi lấy chân chẳng trong some mà thì bảy thì búa nè nhưng tục thiền phớ được co thà tục cả nơi việc co tiết chẳng trong phù some thì pi thì bảy đến kia cho thằng mày tha cao dương kẹn nè cầm hạp 24 nè hay năng cầm hạp ô hạ đó nè đại bèo hà năng cứ sma năng son son pi máu này axit nitric chẳng tha chẳng này cái thà chẳng cái công nông cái cứ coi dương kẹn ni pH នៃអាស៊ីតនេះហើយនឹង pH នៃណានេះអញ្ចឹងប៉ុន្តែគេប្រាប់កំហាប់របស់អាស៊ីតហើយបែបបូអញ្ចឹងមានថាយើងអាចសរសេរតាមតស្មេការទៅយើងអាចរកកំហាប់អឺហើយបែបបូឃើញអញ្ចឹងយើងអាចទៅរកអានេះឃើញអូខេអញ្ចឹងយល់អញ្ចឹងជាមួយសមុទ្រទី4គេឲ្យថាម៉េចគេឲ្យថាគេថាគេចង់ឲ្យយើងនឹងផ្ដល់ចម្លើយ2អញ្ចឹងណាថារវាងកំហាប់OH ស្មើ4.3ម៉ូលនេះជាមួយនឹង solution acid នេះស្មើប៉ុណ្ណាគេជឿថាតើអាពីរហ្នឹងមួយណាហ្នឹងដែលមានតម្លៃ pH ធំជាងគ្នាហើយគេថាតើវាសិតនៅក្នុង beta acid 3ឬក៏ថាអាចថាវាជាបន្ថែមអាស៊ីតចឹងណាហេអញ្ចឹងគឺមានតែបងឯងគ្នាសូមអរគុណសូមថាអ្នកគ្នានឹងយល់ហើយខ្ញុំនឹងកែថែមទៀតនៅវគ្គក្រោយអូខេអរគុណសូមអរគុណនិងសូមជម្រាបលាបាទបើសិនមានកំហុសខុសឆ្គងអីសូមអភ័យទោសផង